ដែលយើងប្រើគឺយើងប្រើជាមួយនឹងបន្លែសុវត្ថិភាពបន្លែធម្មជាតិគឺរសជាតិគឺ the best តែម្ដងហើយក្នុងទស្សនវិជ្ជានេះផងដែរគឺសប្បាយមែនទែនតែម្ដងកូនកំមុំក៏ស្អាតកូនកន្លោះក៏ស្អាតដែលកូនកន្លោះហ្នឹងគាត់មិនមែនជាជនជាតិខ្មែរទេគាត់គឺជាជនជាតិសិង្ហបុរីហើយក៏មានរឿង surprise ផងដែរបងប្រុសរបស់កូនកំមុំហ្នឹងវ័យគាត់ប្រហែលជាជិត60ឆ្នាំគាត់បានអញ្ជើញមកចូលតុអង្គុយជាមួយនឹងខ្ញុំផ្ទាល់ហើយគាត់ក៏បានពិសាជាមួយនឹងអាហារសុខភាពមួយផងដែរហើយដល់ពេលគាត់ពិសាហើយគាត់សរសើរថាអូយអាហារសុខភាពនេះគឺរសជាតិឆ្ងាញ់មែនទែនហើយគាត់ថាគាត់ធ្លាប់ញ៉ាំអាហារសុខភាពពីមុនមកព្រោះអីដោយសារគាត់ចង់បានសុខភាពល្អគាត់អាសាធ្វើលំហាត់ប្រាណហើយគាត់ញ៉ាំអាហារសុខភាពទៀតធ្វើឲ្យគាត់កាន់តែមានកម្លាំងពលំនិយាយទៅគឺសម្រាប់គាត់គឺវ័យក្មេងតែម្ដងហើយនិយាយទៅគាត់មិនមែនជាអ្នកញ៉ាំអាហារសុខភាពទេហើយអាហារសុខភាពហ្នឹងក៏មិនបានត្រៀមជូនគាត់ដែរនិយាយទៅម្ហូបអាហារសុខភាពហ្នឹងគឺយើងរៀបចំជូនដើម្បីសាច់ញាតិកូនកំលោះទេពួកគាត់នោះហើយគឺជាអ្នកញ៉ាំអាហារសុខភាពបងកូនកំមុំហ្នឹងគាត់បានឃើញអាហារសុខភាពគាត់ថាគាត់រកអាហារសុខភាពហ្នឹងតើគាត់ថាពេលដែលញ៉ាំអាហារសាច់ហ្នឹងវាឡើងជាតិអាស៊ីតឡើងអីចឹងណាដល់ពេលយើងញ៉ាំអាហារសុខភាពទៅគឺអត់មានឡើងជាតិអាស៊ីតទេតោះឥឡូវនេះយើងមកស្ដាប់ feedback អ្នកញ៉ាំ